សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃដែរខ្ញុំមកចែកម្លែកអំពីសាច់រឿងរបស់បងប្រុសម្នាក់ដែលគាត់បានឆាតមកប្រាប់ខ្ញុំតែខ្ញុំអត់អាចចេញឈ្មោះគាត់បានទេក្នុងនោះគាត់បាននិយាយថាខ្ញុំតែងតែឮគេនិយាយថាស្នេហាគូណាកុំស្រឡាញ់គេខ្លាំងពេកកុំស្រឡាញ់គេអស់ពេកយើងត្រូវតែចេះទុកខ្លួនឯងឬស្រឡាញ់គេប្រមាណភាគរយសម្រាប់គេឬប្រមាណភាគរយសម្រាប់ជឿចាប់ឬចឹងចេះតែមានអារម្មណ៍ថាយ៉ាងម៉េចមិនដឹងទេមិនចូលទេថាម៉េចក៏មើលឃើញស្នេហាតែផ្លូវអាក្រក់អីចឹងម៉េចក៏មើលងាយសេចក្តីស្រឡាញ់ខ្លួនឯងម្លេះកុំមើលឃើញស្នេហាក្នុងផ្លូវអាក្រក់ដូចក្នុងចម្រៀងច្រើនពេកបើមានបញ្ហាអ្វីដែលគូបន្ទោសនោះគឺខ្លួនឯងដែលមើលមនុស្សខុសនៅពេលដែលសម្រេចចិត្តជ្រើសរើសយកនរណាម្នាក់ធ្លាប់គិតតែទេថាតើមនុស្សដែលខ្លួនជ្រើសនឹងជាមនុស្សយ៉ាងម៉េចនៅក្នុងការជ្រើសរើសគូជីវិតចាំបាច់ណាស់ដែលអ្នកទាំងអស់គ្នាត្រូវតែស្វែងយល់ពីសារជាតិរបស់មនុស្សនឹងជាមុនសិនថាគេជាមនុស្សយ៉ាងម៉េចហើយគេជាមនុស្សប្រភេទណាជាមនុស្សមានជំនឿខុសត្រូវខ្ពស់ឬក៏ជាមនុស្សដែលសម្ដីរយអ្នកត្រូវដឹងថាធម្មជាតិបង្កើតសេចក្តីស្រឡាញ់មកគឺដើម្បីឲ្យមនុស្សរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខសុភមង្គលមិនមែនបង្កើតសេចក្តីស្រឡាញ់មកដើម្បីឲ្យមនុស្សបង្កសត្រូវឬស្អប់គ្នាមើលមុខគ្នាមិនត្រង់នោះទេហើយវាក៏មិនមែនមានន័យថាសេចក្តីស្រឡាញ់ពិតជឿចាប់តិចសេចក្តីស្រឡាញ់ច្រើនគឺជឿចាប់ច្រើននោះដែរនៅពេលដែលអ្នកតែងតែជួបរឿងបែកបាក់ក្នុងផ្លូវស្នេហាច្រើនបែបនេះអ្នកគិតធ្លាប់គាត់ដែរទេថាមូលហេតុចម្បងនោះគឺមកពីអ្វីតើអាចមកពីសេចក្តីស្រឡាញ់របស់អ្នកជាមួយនឹងគូរបស់អ្នកស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងចិត្តនៅឡើយឬពេលខ្លះអាចបណ្ដាលមកពីខ្លួនមានអារម្មណ៍ថាសុពិចសុពិលមិនសូវជឿជាក់លើសេចក្តីស្រឡាញ់ដែលខ្លួនកំពុងដើរនេះចេះតែកើតការសង្ស័យច្រើនស្មុគស្មាញស្មានរហូតនោះតែជាមូលហេតុធ្វើឲ្យសេចក្តីស្រឡាញ់មួយនេះងាយនឹងរះស្រាំមួយវិញទៀតតែអ្នកធ្លាប់សួរខ្លួនឯងទេថាតើសេចក្តីស្រឡាញ់របស់អ្នកធ្វើលើគោលការណ៍អ្វីរូបរាងខាងក្រៅទ្រព្យធនឬតំណែងតួនាទីតែមិនមែនជាសេចក្តីស្រឡាញ់ដែលកើតចេញពីចិត្តអាណិតគោរពឬការដឹងគុណទេឬគ្រាន់តែជាចិត្តមួយឆាវរបស់អ្នកដែលមិនមែនកើតចេញពីចិត្តតែបែរជាតម្លៃរបស់ខាងក្រៅខ្លួនទៅវិញទីហើយជាសេចក្តីស្រឡាញ់បែបអាត្មានិយមព្រោះសេចក្តីស្រឡាញ់បែបនេះគឺអ្នកសម្លឹងឃើញតែផលប្រយោជន៍របស់ដៃគូរបស់ខ្លួនតែប៉ុណ្ណោះមានទេសេចក្តីស្រឡាញ់ពិតប្រកបនឹងភាពស្មោះត្រង់ចំពោះដៃគូដូច្នេះកុំឲ្យគុណតម្លៃនៅខាងក្នុងរបស់ខ្លួនអ្នកឬដៃគូរបស់អ្នកត្រូវអស់ដោយសាររបស់របរក្រៅខ្លួនឲ្យសោះបកមកវិញធម្មជាតិនៃសេចក្តីស្រឡាញ់ឬស្អប់គឺគ្មានទេកម្រិតនៃភាគរយបើស្រឡាញ់គឺស្រឡាញ់តែបើស្អប់គឺស្អប់ហើយមានភាគរយស្អីនោះទេចុះហេតុអ្វីមនុស្សតែងតែប្រើពាក្យបែបនេះរឿងដែលសំខាន់នោះគឺភាពសុពិចសុពិលដែលលាយឡំនឹងបទពិសោធន៍បរាជ័យជាច្រើនព្រមទាំងការដែលអ្នកមានអារម្មណ៍ថាអស់ជំនឿចិត្តលើសេចក្តីស្រឡាញ់របស់ខ្លួនជាហេតុផ្ដើមធ្វើឲ្យមនុស្សយកសេចក្តីស្រឡាញ់ហ្នឹងមកសាកល្បងចិត្តរបស់ខ្លួនឯងឬដៃគូរបស់ខ្លួនតែធ្វើឲ្យសេចក្តីស្នេហាក្រោយៗដែលខ្លួនបានបង្កើត
តែងតែបរាជ័យជាបន្តបន្ទាប់និងតែងតែប្រកាន់ភ្ជាប់ជានិច្ចថាមនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាឬមនុស្សស្រីណាក៏ដូចមនុស្សស្រីណានោះដែរប្រសិនបើអ្នកនៅតែប្រកាន់ភ្ជាប់នៅអារម្មណ៍បែបនេះទៀតនោះមានន័យថាអ្នកកំពុងយកសេចក្តីស្រឡាញ់របស់ខ្លួនមករៀនសាច់ហើយបើអ្នកផ្ដើមសេចក្តីស្រឡាញ់ដោយភាពសពិចសពិលនោះទុកខ្លះគ្រាន់ជាការឈឺចាប់តែដែរនោះអញ្ចឹងតើអ្នកផ្ដើមសេចក្តីស្រឡាញ់មួយនេះជាមួយដៃគូរបស់អ្នកធ្វើអីព្រោះសេចក្តីស្រឡាញ់បែបនេះវាងាយនឹងធ្វើឲ្យបែកបាក់ខ្លាំងណាស់ហើយអ្នកនឹងគ្មានថ្ងៃរកឃើញមនុស្សដែលអ្នកស្រឡាញ់ពេញចិត្តពិតប្រាកដនេះបានឡើយសម្រាប់ណាអ្នកនៅតែប្រកាន់ភ្ជាប់ឲ្យចំហបែបនេះយ៉ាងវិញទៀតនោះដែលអ្នកស្រូបទាញមកបាននោះគឺដោយសារគេគិតដូចអ្នកអញ្ចឹងដែរអ្នកត្រូវដឹងថាពាក្យថាស្នេហាឬជីវិតជាគូវាទាមទារនូវសេចក្តីស្រឡាញ់អស់ពីចិត្តសេចក្តីទុកចិត្តជឿជាក់និងការលះបង់ដើម្បីសេចក្តីសុខរបស់ដៃគូរបស់ខ្លួនជានិច្ចព្រោះក្តីស្រឡាញ់បែបនេះមានតម្លៃណាស់ហើយជិតតែមានតម្លៃបំផុតគឺការចាប់ដៃគ្នារស់នៅក្នុងឧបហេតុជីវិតណាមួយជាមួយគ្នាសេចក្តីស្រឡាញ់មួយនេះនឹងមិនចេះសាបសូន្យឡើយដោយសារនេះជាក្តីស្រឡាញ់ដែលកើតចេញពីការលះបង់ដ៏ធំធេងរបស់គូជីវិតនិងគូជីវិតក្នុងអារម្មណ៍មានតែសេចក្តីស្រឡាញ់អាណិតគោរពនិងការដឹងគុណដែលធ្វើឲ្យគ្រប់យ៉ាងដើម្បីចង់តែឃើញដៃគូរបស់ខ្លួនសប្បាយចិត្តមានសេចក្តីសុខដែលកើតចេញពីចិត្តនៃសេចក្តីបារម្ភស្ទើរគ្រប់ជំហានមកដល់កន្លែងនេះបើសួរខ្ញុំខ្ញុំថាតើមានវិធីដោះស្រាយបញ្ហាស្នេហាទេនោះខ្ញុំឆ្លើយថាគ្មានទេហើយក៏គ្មានព្រះណាមកជួយដោះស្រាយបញ្ហារបស់មនុស្សបានដែរតែគ្រាន់តែចាំថាសេចក្តីស្រឡាញ់ពិតប្រាកដដែលកើតចេញពីចិត្តនៃការលះបង់អាណិតគោរពដឹងគុណដើម្បីមនុស្សដែលអ្នកស្រឡាញ់ដែលអ្នកចង់ឃើញគេរស់នៅប្រកបដោយសេចក្តីសុខមិនថាថ្ងៃក្រោយអ្នកបានរស់នៅជាមួយគ្នាឬក៏អត់នោះទេសំខាន់ពេលដែលឃើញមនុស្សដែលខ្លួនស្រឡាញ់មានសេចក្តីសុខមានអារម្មណ៍ថាអ្នកក៏មានសេចក្តីសុខតាមនឹងដែរវាហើយគឺជាសេចក្តីស្រឡាញ់ពិតប្រាកដដែលមិនអាចកាត់ថ្លៃបាន